មនុស្សភាគច្រើនគិតថាស្ងៀមស្ងាត់គឺជាភាពទន់ខ្សោយតែតាមការពិតមិនមែនដូច្នេះទេពេលយើងស្ងៀមគ្មានការរំខានគ្មានអ្វីទាញយើងចេញពីការផ្ដោតផ្ចង់អារម្មណ៍របស់យើងហើយពេលនោះហើយដែលយើងចាប់ផ្ដើមឮសំឡេងចេញពីក្នុងដួងចិត្តរបស់យើងសំឡេងនោះក៏មានដែរនៅសំឡេងដែលយើងរត់គេចមិនចង់ប្រឈមមុខមកជាយូរមកហើយយើងរាល់រូបរស់នៅហ៊ុំព័ទ្ធទៅដោយសំឡេងការងារសំឡេងបញ្ហាសំឡេងការរំពឹងទុកហើយយើងរាល់រូបព្យាយាមឆ្លើយតបទៅសំឡេងទាំងនោះដែលធ្វើឲ្យយើងពេលខ្លះបាត់បង់ភាពជាខ្លួនឯងតែពេលស្ងៀមស្ងាត់គឺយើងមិនអាចរត់គេចចេញពីខ្លួនឯងបានទៀតឡើយពេលស្ងៀមស្ងាត់ធ្វើឲ្យយើងអាចស្វែងយល់ដឹងថាយើងជានរណាយើងចង់បានអ្វីយើងចង់ក្លាយខ្លួនទៅជាអ្វីមនុស្សភាគច្រើនគិតថាភាពស្ងៀមស្ងាត់មានន័យថាខ្សោយមានន័យថាចុះចាញ់មានន័យថាបោះបង់ប៉ុន្តែការពិតគឺមិនដូច្នេះទេភាពស្ងៀមស្ងាត់គឺជាការមិនរត់គេចចេញពីជីវិតខ្លួនឯងជាការត្រឡប់មករកខ្លួនឯងមកផ្ដោតលើខ្លួនឯងជាចម្បងពេលយើងស្ងៀមស្ងាត់ចិត្តយើងចាប់ផ្ដើមស្ងប់ពេលចិត្តស្ងប់យើងចាប់ផ្ដើមមើលឃើញច្បាស់ឃើញអ្វីដែលសំខាន់ឃើញអ្វីដែលមិនចាំបាច់ឃើញអ្វីដែលធ្វើឲ្យយើងនឿយហត់ភាពស្ងៀមស្ងាត់មិនបានផ្ដល់ចម្លើយភ្លាមឡើយប៉ុន្តែវាផ្ដល់ភាពច្បាស់លាស់ហើយភាពច្បាស់លាស់នោះគឺជាទម្រង់នៃកម្លាំងនៃថាមពលអ្នកខ្លាំងពិតប្រាកដមិនចាំបាច់ស្រែកជំទាវឮខ្លាំងអ្នកមានទិសដៅច្បាស់លាស់មិនចាំបាច់បញ្ជាក់ខ្លួនឯងឲ្យគេដឹងគ្រប់ពេលវេលាភាពស្ងៀមស្ងាត់អនុញ្ញាតឲ្យកម្លាំងឲ្យថាមពលប្រមូលផ្ដុំប្រៀបបីដូចជាទឹកដែលស្ងប់នឹងមុនពេលវាហូរសម្រុកលិចទៅទីជ្រៅប្រហែលជាភាពស្ងៀមស្ងាត់មិនមែនជាភាពខ្ទន់ខ្សោយឡើយតែវាគឺជាពេលវេលាដែលកម្លាំងពិតកំពុងត្រឡប់មកខ្លួនយើងវិញពេលយើងនៅស្ងៀមស្ងាត់មិនមែនពីព្រោះយើងបាត់បង់ប៉ុន្តែព្រោះយើងកំពុងរកខ្លួនឯងយើងឃើញវិញនេះមិនមែនជាការបោះបង់ទេនេះជាការលើកកម្ពស់ណត់គំនិតដួងព្រលឹងរបស់យើងឡើងវិញ